ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាពីអសត់បាឡានចំបៃ2អ្នកគ្រូសូមចែករំលែកអំពីជំងឺធ្លាក់សទំនាក់ទំនងជំងឺអេដនិងជំងឺធ្លាក់សដោយកាមរោគ virus អេដអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយស្រួលនៅពេលដែលមនុស្សម្នាក់ឬទាំងពីរនាក់មានជំងឺធ្លាក់សដោយកាមរោគដោយសារការរលាកឬដំបៅដែលជាផ្លូវធ្វើឲ្យមេរោគអេដឆ្លងចូលបានយ៉ាងងាយជំងឺកាមរោគអាចជំរុញឲ្យមានការឆ្លងជំងឺអេដកើនឡើងពី2ទៅ9ដងនៅពេលដែលអ្នកមានជំងឺបានប៉ះពាល់នឹង virus ប្រសិនបើពុកម៉ែបងប្អូនកើតជំងឺធ្លាក់សរ៉ាំរ៉ៃសូមកុំបារម្ភសូមលាបថ្នាំលាបសើស្បែកចំបៃ2ព្យាបាលពីខាងក្រៅដូចជារោគកន្ទួលរមាស់ផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃ2ព្យាបាលគៀទម្លាក់មេរោគធ្លាក់សរផ្សិតរមាស់ពីខាងក្នុងនិងព្យាបាលកុំឲ្យកាត់ជំងឺនេះបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើប្រាស់ចាប់ពី3ថ្ងៃឡើងទៅផឹកចំបៃ2ពុកម៉ែបងប្អូននឹងបាត់រមាស់ក្រហាយធ្លាក់សរបាត់ជំងឺកាមរោគជាដាច់ 100%នងតាមលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីជំងឺធ្លាក់សរនិងវិធីព្យាបាលដោយឱសថបុរាណចំបៃ2តំណងពេកឱសថព្យាបាលផ្សិតធ្លាក់សររមាស់ឬពេកឱសថបុរាណចំបៃ2ឬលេខទូរស័ព្ទ016 38 7000ឬ068 79 7000ឬ098 65 8សូមអរគុណ